សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទស្មីដែលនេះគឺជា Channel KC ស្មីដែលខ្ញុំទើបតែបង្កើតឡើងហើយខ្ញុំក៏បានលើកឡើងជាមួយនឹងរឿងថ្មីផងដែរសង្ឃឹមថាបងប្អូនទាំងអស់គ្នាគឺពិតជាចូលចិត្តជាមួយនឹងរឿងដែលខ្ញុំទើបតែយកមកសម្ដែងនេះតែគឺកុំឲ្យខាតពេលចូលមករឿងរបស់យើងតែម្ដងនៅក្នុងភាគទី1នៅក្នុងខ្សែរឿងដំបូងគេបង្ហាញនៅកន្លែងវាលខ្សាច់មួយដោយយើងបានឃើញចំពោះមនុស្ស3នាក់កំពុងតែរត់គេចចេញអំពីបិសាចចរចរដែលពួកបិសាចចរចរហ្នឹងវាស្ថិតនៅល្វែ3ពួកគេទាំងអស់នោះក៏បានរត់ទៅព្រៃខាងមុខព្រោះថាអាចនឹងឲ្យពួកគេមានសង្ឃឹមខ្លះដើម្បីរស់រានមានជីវិតអំពីបិសាចចរចរគ្នារបស់ពួកគេម្នាក់ដែលមានឈ្មោះថាសៀវហៃក៏បានរត់ដួលប្រហែលមើលទៅនឹងត្រូវងាប់ហើយជាសំណាងល្អក៏ត្រូវបានអាណាគេម្នាក់គឺបានសម្លាប់ដោយអ្នកបានសម្លាប់គឺជាល្វែមួយដោយបរិមអ្នកនោះគឺជាតួឯករបស់យើងដែលគាត់គឺគ្រាន់តែជាអ្នកលេងថ្មីថ្មោងតែប៉ុណ្ណោះប៉ុន្តែយើងកុំមើលសមត្ថភាពរបស់គាត់អាចសម្លាប់តែការចំពោះបិសាចចរចរល្វែ3មនុស្សដោយខ្លួនឯងតែម្ដងជាពិសេសឃើញជាមួយនឹងវងចរចរមួយក្រុមទៀតក៏បានលេចឡើងមើលកញ្ញាទាំង3ក៏បានឲ្យចំពោះតួឯករបស់យើងគឺរត់ចេញប៉ុន្តែសម្រាប់តួឯករបស់យើងគឺមិនបានរត់ចេញឡើយដោយសារតែគាត់នឹងគឺជាអ្នកកោះហៅហើយស្ថិតរែងនៅក្នុងរែង S3 ដើមបន្ទាប់ពីកូនចៅរបស់គាត់ចេញមកហើយពួកគេក៏ចាប់ផ្ដើមប្រយុទ្ធស៊ីសាច់ហុចឈាមតែម្ដងតែយើងឃើញថាតួឯករបស់យើងបានសម្លាប់ទៅកាន់បិសាចចរចរនឹងគឺឡើងស៊ីផុយបានទៅហើយគាត់ក៏ទទួលបានជាមួយនឹងពិន្ទុប្រហែល160ហើយគាត់ក៏អាចទទួលបានជាមួយនឹង item ដែលចេញមកពីបិសាចចរចរទាំងអស់នោះចំណែកក្មេងស្រីទាំង3នាក់នេះបានត្រឹមតែមានការភ្ញាក់ផ្អើលមកកាន់ចំពោះតួឯករបស់យើងដែលគាត់នឹងគឺគ្រាន់តែជាអ្នកលេងថ្មីថ្មោងប៉ុន្តែសមត្ថភាពរបស់គាត់វិញគឺពិតជាខ្លាំងតែម្ដងមូលហេតុដែលតួឯករបស់យើងខ្លាំងណាស់ដោយសារតែគាត់គឺជាមនុស្សដែលចាស់កំណើតឡើងវិញកាលពី10ឆ្នាំមុននៅក្នុងពិភពលោកក៏ខៀវរបស់គេអ្នកវិទ្យាសាស្ត្រគឺបានរកឃើញជាមួយនឹងពិភពមួយដែលអាចហៅថាគឺជាផ្កាយអារក្សជាពិសេសនៅពេលនោះគឺមានលេចឡើងជាមួយនឹងក្រុមហ៊ុនអ្វីមួយដែលបានបង្កើតចំពោះហ្គេមអ្វីទេឈ្មោះថាពិភពអមតៈដោយចំពោះនៅក្នុងពិភពនោះមានជាមួយនឹងបិសាចសម្រាប់ឲ្យ player ទាំងអស់គ្នាគឺចូលប្រយុទ្ធជាពិសេសពួកគេក៏អាចទទួលបានជាមួយនឹងសមត្ថភាពពិសេសពីក្នុងហ្គេមនោះយកមកប្រើប្រាស់នៅក្នុងពិភពលោកពិតប៉ុន្តែរឿងអ្វីដែលមិនអាចនឹកស្មានដល់នៅពេលនោះមានជាមួយនឹងអ្នកដើរតាមព្រះអាក្រក់ក៏បានកោះហៅជាមួយនឹងព្រះអាក្រក់មកបំផ្លាញជាមួយនឹងពិភពលោករឿងហេតុនោះក៏បានធ្វើឲ្យចំពោះឪពុកម្ដាយតួឯករបស់យើងគឺបានស្លាប់ផងដែរជាពិសេសនៅពេលនោះអ្នកដែលមានសមត្ថភាពពិសេសជុំវិញពិភពលោកប្រមូលជាមួយនឹងកម្លាំងទាំងអស់គ្នាដើម្បីចាប់ការទៅកាន់អ្នកដើរតាមព្រះអាក្រក់ទាំងអស់នោះប៉ុន្តែពួកគេគឺពិតជាមិនអាចប្រយុទ្ធយកឈ្នះទៅកាន់អ្នកដែលដើរតាមចំពោះព្រះអាក្រក់ទាំងអស់នោះបានឡើយប៉ុន្តែមិនដឹងថាហេតុអ្វីនោះទេតួឯករបស់យើងនឹងក៏ស្រាប់តែចាប់កំណើតឡើងមកវិញនៅពេលដែលហ្គេមពិភពអមតៈនេះគឺទើបតែចាប់ផ្ដើមឡើងហើយគាត់ក៏ទទួលបានជាមួយនឹងសមត្ថភាពគឺ rank S3 ដើមតែម្ដងគឺសមត្ថភាពកោះហៅហើយគាត់ក៏មានជាមួយនឹងច្រកទ្វារក្រោមដីផងដែរដែលអាចឲ្យគាត់កោះហៅឬក៏ទុកសត្វចិញ្ចឹមរបស់គាត់គឺទុកនៅក្នុងទីនោះបាននិយាយយូរដែរហើយតែភ្លេចប្រាប់ឈ្មោះតួឯករបស់យើងដែលគាត់គឺមានឈ្មោះថាលីងយៀនដោយយើងឃើញថាលីងយៀននឹងគាត់កំពុងតែប្រើសមត្ថភាពកោះហៅរបស់គាត់ដើម្បីជប់ជាមួយនឹងសត្វចរចរទាំងអស់នោះឲ្យខ្លាចទៅជាកូនចៅរបស់គាត់ពេញសិតនិយាយចំទៅវាដូចជាស៊ុំប៊ីអញ្ចឹងនៅពេលដែលចរចរទាំងអស់ហ្នឹងខ្លាចជាកូនចៅរបស់គាត់ហើយគាត់ក៏បានយកវាហ្នឹងទៅទុកនៅក្នុងអាណាចក្រក្រោមដីឬក៏ជាច្រកទ្វាររបស់គាត់សម្រាប់ដាក់សត្វចិញ្ចឹមរបស់គាត់និយាយទៅពិតជាលយតែម្ដងអ្នកផ្សេងហ្នឹងក៏មានការភ្ញាក់ផ្អើលពីសមត្ថភាពរបស់លីនយៀនផងដែរប៉ុន្តែនៅពេលនោះដល់ពេលមេគឺចាប់ផ្ដើមចេញមកហើយនេះក៏ជាអ្វីដែលលីនយៀនចង់បានបង្ហាញចំពោះទីតាំងកន្លែងណាមួយឃើញមនុស្សជាច្រើនកំពុងតែមានការភ័យខ្លាចអ្នកខ្លះទេរត់គេចអំពីសត្វចម្លែកប៉ុន្តែក៏ត្រូវបានវាសម្លាប់ចោលដោយនោះគឺជាបិសាចចរចរស្ថិតនៅកម្រិតបោសឬក៏ជាកម្រិតចៅហ្វាយនាយពួកគេកំពុងតែលាក់ខ្លួនអំពីបិសាចចរចរមួយនេះដែលវាគឺពិតជាខ្លាំងតែគេក៏បានឃើញបរិមម្នាក់ក៏ទៅប្រយុទ្ធជាមួយនឹងបិសាចចរចរដោយនោះគឺជាតួឯករបស់យើងលីងយៀននឹងហើយអាប៉ែហ្នឹងតើវាមិនខ្លាចងាប់ឬទេដោយរឿងក៏បានបង្ហាញយើងដឹងផងដែរនៅក្នុងរឿងហ្នឹងបិសាចក៏មានកម្រិតដូចជាកម្រិតបរិជនកម្រិតចៅហ្វាយនាយកម្រិតស្ដេចនិងកម្រិតព្រះដែលខ្លាំងជាងគេឥឡូវបិសាចដែលនៅចំពោះមុខលីងយៀនរបស់យើងហ្នឹងវាគ្រាន់តែជាកម្រិតចៅហ្វាយនាយតែប៉ុណ្ណោះអញ្ចឹងហើយគឺគ្មានអ្វីអស្ចារ្យសម្រាប់គាត់ឡើយ
ពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមបើកការវាយប្រហារជាមួយនឹងគ្នាតែម្ដងតែយើងបានដឹងហើយថាការវាយប្រហាររបស់បិសាចចរនឹងមកចំពោះលင်យានរបស់យើងគឺគ្មានបានផលប្រយោជន៍ឡើយតែគាត់គឺធ្លាប់ប្រយុទ្ធជាមួយនឹងបិសាចមួយនេះម្ដងហើយនៅក្នុងជីវិតមុនរបស់គាត់លင်យានក៏បានកោះហើយជាមួយនឹងកូនចៅរបស់គាត់ចេញពីច្រកទ្វាររបស់គាត់តែម្ដងដោយបានធ្វើឲ្យមនុស្សដែលកំពុងតែមើលនឹងគឺមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនៅសមត្ថភាពកោះហើយរបស់លင်យានរបស់យើងវិញគាត់ប្រយុទ្ធជាមួយនឹងបិសាចចរនឹងបណ្ដាហើយគាត់ក៏បានគិតអំពីផែនការរបស់គាត់បណ្ដាដើម្បីឲ្យជាមួយនឹងកូនចៅរបស់គាត់នឹងវាយទៅកាន់បិសាចចរនឹងគឺឲ្យស្រកឈាមបន្ទាប់ពីរអាកាសបានល្អហើយគាត់ក៏ប្រើជាមួយល្បឿនដ៏លឿនវាយប្រហារទៅកាន់បិសាចចរនឹងតែម្ដងប៉ុន្តែវាគឺមិនទាន់ងាប់នោះទេអ្នកដែលកំពុងតែមើលនៅខាងនេះវិញកំពុងតែមានការភ្ញាក់ផ្អើលហើយតែ3អ្នកស្អីគេនឹងដូចជាមានចរិតអ្វីទេយើងចាំមើលតែប៉ុណ្ណោះលិញយានរបស់យើងវិញគាត់ក៏បានចាក់សម្ដៅទៅកាន់បិសាចចរនេះចំកណ្ដាលក្បាលរបស់វាតែម្ដងសម្រាប់លិញយានគឺបានដឹងថាមើលទៅវាគឺមិនទាន់ងាប់នោះទេស្រាប់តែ3អ្នកស្អីគេនឹងចេញមកចង់សម្លាប់ទៅកាន់លិញយានរបស់យើងប៉ុន្តែមានអីត្រូវបានលិញយានរបស់យើងនឹងគឺសម្លាប់វាចោលវិញតែម្ដងចាស់ពួកអាចោលមកសៀតនេះវើយចំណែកបិសាចចរនឹងនៅមិនទាន់ងាប់ទៀតមានដីស៊ីមកកាវាប្រហារចុងក្រោយនឹងគឺដីស្អាតតែម្ដងបន្ទាប់ពីបានសម្លាប់វាហើយលិញយានក៏ទទួលបានជាមួយនឹងអាយធៀមទាំងអស់នោះតែម្ដងមានដូចជាត្បូងព្រលឹងជាមួយនឹងវត្ថុអ្វីផ្សេងទៀតដោយត្បូងព្រលឹងនឹងដូចជាស្ថិតនៅកម្រិតសម្រិតវត្ថុដែលពួកគេទទួលបានអំពីបិសាចនឹងគឺសុទ្ធតែមានកម្រិតតែម្ដងហើយគេក៏បានបែងចែកវាផងដែរប៉ុន្តែញ៉ាំដូចជាមិនទាន់និយាយនោះទេហើយចំពោះវត្ថុដែលគេទទួលបាននៅក្នុងជីវិតមុនរបស់លិញយានរបស់យើងក៏ដូចជាទទួលបានជាមួយនឹងអាសម្រិតផងដែរតែនោះគឺសុទ្ធតែជារបស់ល្អអ្វីដែលគួរឲ្យអស្ចារ្យទៀតនោះគឺលិញយានរបស់យើងគាត់ក៏ទទួលបានឈ្មោះជាអ្នកប្រមាញ់ផងដែរឈ្មោះអ្នកប្រមាញ់វាក៏បានបូកជាមួយនឹងគុណលក្ខណៈសម្បត្តិរបស់គាត់ផ្សេងនិយាយទៅសុទ្ធតែរបស់ល្អចំពោះអាយធីមដែលគាត់ទទួលបានអំពីមេបិសាចចរនឹងហើយបីជាសុទ្ធតែជាអាយធីមល្អតែម្ដងព្រោះថាការសម្លាប់ទៅកាន់កម្រិតចាវ៉ាយនឹងទទួលបានអាយធីមគឺពិតជាមិនតិចនោះទេចំណែកកម្រិតរបស់លិញយានវិញក៏បានឈានទៅដល់កម្រិត4ផងដែរមើលទៅវាពិតជាអស្ចារ្យជាខ្លាំងលិញយានក៏បានជប់ឲ្យទៅកាន់បិសាចចរមួយនឹងក៏ខ្លាចទៅជាកូនចៅរបស់គាត់ផងដែរមើលទៅឥឡូវនេះលិញយានរបស់យើងគាត់គឺកាន់តែខ្លាំងហើយព្រោះថាគាត់គឺត្រូវតែបំរុងទុកជាមុនដើម្បីការពារវិនាមាសង្គ្រាមម្ដងទៀតនៅពេលខាងមុខដូច្នេះគាត់ត្រូវតែប្រមូលជាមួយនឹងកម្លាំងគឺឲ្យកាន់តែខ្លាំងចំណែកពួកអាដែងកំពុងតែមើលបានត្រឹមតែមានការភ័យខ្លាចនៅពេលដែលលិញយានរបស់យើងសម្លឹងមើលទៅកាន់ពួកគេលិញយានក៏បានសម្លឹងទៅកាន់ដាវពណ៌ខ្មៅវែងមួយហើយក៏បានកាន់ដាវទៅរកពួកអាដែងទាំងអស់នោះហើយគាត់ក៏បានឲ្យទៅកាន់បរិសម្នាក់ព្រោះថាមើលតែអបៈនឹងហើយគឺតែងតែស្រែកប្រាប់គាត់ឲ្យប្រុងប្រយ័ត្នពួកអាដែងដែលបានឃើញថាអបៈនឹងទទួលបានដាវសម្រិតពណ៌ខ្មៅពិតជាលយតែម្ដងឲ្យច្រឡំគឺដាវពណ៌ខ្មៅលិនយានក៏បានបញ្ចប់អំពីការលេងហ្គេមរបស់គាត់ហើយគាត់ក៏បានប្រាប់ឲ្យពួកយើងគឺឲ្យបានដឹងផងដែរព្រោះថានៅក្នុងការចូលលេងហ្គេមពិភពអមតៈហ្នឹងក៏បានបែងចែកជា4តំបន់ផងដែរអាណាចក្រវាខ្សាច់អាណាចក្រត្រឡប់ទៅកាន់ចក្រភពខាងត្បូងអាណាចក្រអាដេសខាងជើងអាណាចក្រចំណូលហើយគាត់គឺបានជ្រើសរើសទៅកាន់អាណាចក្រវាខ្សាច់ខាងលិចព្រោះថាគាត់នៅចាំនៅពេលដែលគាត់គឺបានប្រយុទ្ធជាមួយនឹងអ្នកដែលតាមព្រះអាក្រក់ដោយបានឃើញជាមួយនឹងផ្លាសញ្ញាដែលនៅក្នុងអាណាចក្រវាខ្សាច់ខាងលិចនោះហើយក៏ជាមូលហេតុដែលគាត់ជ្រើសរើសតំបន់ទៅកាន់ទីតាំងខាងនោះដើម្បីចាប់កាយទៅកាន់អាឆ្កែនឹងគឺកុំឲ្យមានរឿងនេះកើតឡើងម្ដងទៀតហើយគាត់ក៏បានសង្ស័យពីផ្លាសញ្ញាមនុស្សផងដែរដើម្បីទៅរកកន្លែងតំបន់សំខាន់ព្រោះថានៅក្នុងអាណាចក្រវាខ្សាច់នឹងគឺតម្រូវឲ្យតួឯករបស់យើងឈានទៅដល់ level 10ទើបអាចទៅកន្លែងតំបន់សំខាន់មនុស្សបានឥឡូវនេះយើងនិយាយតែប៉ុណ្្នឹងបានហើយយើងបង្ហាញនៅពេលដែលលិញយានរបស់យើងនឹងគាត់គឺបានធ្វើម្ហូបឲ្យទៅកាន់ម៉ាក់ប៉ារបស់គាត់ញ៉ាំហើយម៉ាក់ប៉ារបស់គាត់នឹងក៏បានមកសរសើរចំពោះលិញយានរបស់យើងផងដែរព្រោះថាឥឡូវនេះគាត់គឺធំគឺចេះកាត់ហើយសម្រាប់លិញយានវិញគឺគាត់ពិតជាមានការសោកស្ដាយជាខ្លាំងចំពោះការជីវិតមុនរបស់គាត់ដែលគិតតែពីការលេងហ្គេមនៅពេលម្ដាយពុករបស់គាត់ស្លាប់ទៅទើបគាត់ដឹងពីការឈឺចាប់មួយនេះដូច្នេះហើយទើបបច្ចុប្បន្នគាត់ត្រូវតែខ្លាំងដើម្បីការពារពួកគាត់ហើយគាត់ក៏បានសួររកប្អូនស្រីរបស់គាត់ផងដែរគឺជាស៊ឺតានម្ដាយរបស់គាត់តទៅវិញថាព្រះនាងគឺកំពុងតែរវល់រៀនអីចឹងទៅណាបើសិនជាអ្នកមានពេលទំនេរអាចយកអាហារឲ្យទៅកាន់ប្អូនស្រីរបស់អ្នកបានមើលតែឥឡូវនេះគ្រួសាររបស់ពួកគេគឺពិតជាមានសុភមង្គលជាខ្លាំងបង្ហាញនៅពេលដែលលិញយានរបស់យើងគាត់គឺកំពុងតែវឹកហាត់ប្រាណមើលទៅកម្លាំងឬក៏សមត្ថភាពគុណលក្ខណៈរាងកាយរបស់គាត់ដែលទទួលបានមកពីពិភពលោកអមតៈអីគេហ្នឹងពិតជាអាចារ្យមែនទែនវាពិតជាជួយជំរុញគាត់ខ្លាំងឥឡូវនេះយើងគឺមិនបាច់ខ្វល់ទេបង្ហាញនៅពេលដែលគាត់ចូលក្នុងពិភពហ្គេមវិញ
ញគ្រាន់តែសត្វណាទេលើមកវាបហាគាត់មានអីក៏ត្រូវបានគាត់សម្លាប់ចោលប៉ុន្តែដែលទទួលបានបន្ទុកនឹងពិតជាតិចលិញយានរបស់យើងក៏បានឃើញជាមួយនឹងវងបិសាចជោគមួយក្រុមមានន័យដោយសារតែគាត់ទទួលបានជាមួយនឹងទឹកដែលបូកជាមួយនឹងគុណលក្ខណៈរបស់គាត់10ដងគាត់ក៏អាចប្រយុទ្ធប្រឆាំងឬក៏សម្លាប់ទៅកាន់បិសាចចោទាំងអស់នេះគឺយ៉ាងស៊ីផុយតែម្ដងទោះបីជាពួកវានឹងគឺឡោមព័ទ្ធមកកាន់គាត់ម្នាក់ឯងក៏ដោយប៉ុន្តែយើងឃើញថាសមត្ថភាពនៅក្នុងការសម្លាប់របស់គាត់នឹងពិតជាសាហាវសម្លាប់វាយហើយយកឲ្យធ្វើកូនចៅទៀតមើលទៅលិញយានរបស់យើងណាពិតជាខ្លាំងមិនណយនោះទេលិញយានក៏បានចូលមកក្នុងទីក្រុងម្ដងដើម្បីរៀនជាមួយនឹងជំនាញពីបរិសចំណាស់ម្នាក់គាត់មានឈ្មោះថា Clancy ដែលគាត់គឺជាអ្នកណែនាំឲ្យរៀនជាមួយនឹងជំនាញគាត់ថានៅក្នុងការទទួលបានជាមួយនឹងជំនាញគឺសិតតែមានផ្សេងឬក៏មានដាក់បង្រៀនផងដែរហើយនឹងគឺយើងខ្ជិលនិយាយច្រើនណាស់យើងគឺកាត់ចោលខ្លះទៅមូលហេតុដែលគាត់មើលទៅនេះគាត់ត្រូវតែរៀនជាមួយនឹងជំនាញមូលដ្ឋានគ្រឹះសិនហើយបន្ទាប់មកចាំគាត់រៀនជាមួយជំនាញខ្លាំងលិញយានក៏បានឲ្យលុយទៅកាន់ Quincy ហើយគាត់គឺចង់រៀនជាមួយនឹងជំនាញព្យាបាលជំនាញពន្លឹងភ្លើងនិងជំនាញបំបាំងកាយបន្ទាប់មកបរិសចំណាស់ម្នាក់ហ្នឹងក៏បានផ្ដល់ជាមួយនឹងជំនាញមនុស្សសម្រាប់ឲ្យទៅកាន់លិញយានរបស់យើងគឺចាប់ផ្ដើមរៀនជាមួយនឹងវាលិញយានរបស់យើងពិតជាដឹងថាសមត្ថភាពមួយនេះវាពិតជាមិនសូវខ្លាំងប៉ុន្តែនេះក៏ជាគ្រឹះសម្រាប់គាត់ផងដែរឥឡូវនេះគាត់គួរតែយកវាទៅវឹកហាត់សិនគាត់ក៏បានឡើងមកលើចំពោះកំពូលភ្នំខ្សាច់តែម្ដងដែលនៅកន្លែងនេះគឺជាទីតាំងកន្លែងវងបិសាចត្រូវបានហៅថាកំបោដែលពួកវានឹងសិតតែមាន level 5ឡើងទៅដែលនេះក៏ជាកន្លែងល្អសម្រាប់គាត់គឺដំឡើងជាមួយកម្រិតគាត់ក៏បានផឹកជាមួយនឹងទឹកអ្វីមួយដែលអាចថាមើលឃើញទីតាំងកន្លែងងងឹតបានបន្ទាប់មកគាត់ក៏បានកោះហៅកូនចៅគាត់គឺចូលទៅខាងក្នុងតែគាត់ក៏បានជួបជាមួយនឹងវងបិសាចកំបោទាំងអស់នោះបន្ទាប់ពីបានឃើញពួកវាហើយគាត់ជាមួយនឹងកូនចៅរបស់គាត់ក៏ទៅសម្លាប់ទៅកាន់បិសាចកំបោទាំងអស់នោះដោយបិសាចកំបោនឹងមិនអាចធ្វើអ្វីយកឈ្នះជាមួយនឹងកូនចៅរបស់លិញយានរបស់យើងនោះទេនិយាយទៅត្រឹមតែមួយប្រព្រឹត្តថ្មីតែប៉ុណ្ណោះបិសាចកំបោទាំងអស់នេះត្រូវបានលិញយានរបស់យើងនឹងគឺសម្លាប់ចោលខ្ទេចតែម្ដងវាក៏បានធ្វើឲ្យគាត់ទទួលបានជាមួយនឹងកម្រិតបន្តិចបន្តួចហើយគាត់ក៏បានយកបិសាចកំបោទាំងអស់ហ្នឹងធ្វើទៅជាកូនចៅរបស់គាត់ផងដែរនៅពេលដែលពួកគេដើរបន្តនៅខាងមុខនោះស្រាប់តែលិញយានរបស់យើងក៏បានដឹងថាមាននរណាម្នាក់កំពុងតែឃ្លាំមើលគាត់ដូច្នោះក៏បានវាយប្រហារឲ្យគេចេញមកបិសាចមួយនឹងក៏បានចេញមកវាយប្រហារជាមួយនឹងឆ្អឹងអ្វីទេដ៏ធំតែម្ដងប៉ុន្តែក៏ត្រូវបានលិញយានរបស់យើងប្រើតែដៃម្ខាងក៏អាចចាប់ជាមួយនឹងការវាយប្រហារមនុស្សផងដែរដោយបិសាចនោះវាស្ថិតនៅកម្រិតវរជនប៉ុន្តែសម្រាប់លិញយានរបស់យើងស៊ីផុយតែម្ដងចំពោះបិសាចកន្ទើកទាំងអស់នេះស្រាប់តែគាត់ក៏បានដឹងថាមានជាមួយនឹងបិសាចវរជនជាច្រើនគឺកំពុងតែចេញមកពួកគេទាំងអស់នោះគឺសុទ្ធតែស្ថិតនៅក្នុងការស្រែកឃ្លានឈាមតែម្ដងប៉ុន្តែមើលទៅកាន់លិញយានរបស់យើងគឺគ្មានការភ័យខ្លាចឡើយក៏បានហៅជាមួយនឹងកូនចៅរបស់គាត់ចេញមកតែម្ដងពួកគេទាំងសងខាងក៏ចាប់ផ្ដើមចេញមកបើកការវាយប្រហារគ្នាចររបស់លិញយានក៏បានប្រើសម្លេងក្រហមបង្កើតជាមួយនឹងការស្តាន់ទៅកាន់ពួកគេបន្ទាប់មកពួកគេនៅតែបន្តវាយប្រហារទៅកាន់គ្នាគឺកាន់តែខ្លាំងតែម្ដងចំពោះអ្នកដែលត្រូវស្លាប់នឹងក៏ត្រូវបានលិញយានរបស់យើងជប់ឲ្យខ្លាចទៅជាកូនចៅរបស់គាត់តែម្ដងដើម្បីចាប់ការទៅកាន់ពួកគេចង់រត់ណាអូនឈ្វឹបតែនៅពេលនោះមានបិសាចកំបោរដែលស្ថិតនៅកម្រិតចៅហ្វាយនេះបានវាយប្រហារមកកាន់គាត់ពួកគេក៏ចាប់បានប្រយុទ្ធជាមួយនឹងគ្នាតែម្ដងមើលទៅសមត្ថភាពរបស់បិសាចកំបោរដែលស្ថិតនៅកម្រិតចៅហ្វាយនេះវាពិតជាមិនធម្មតានោះទេធ្វើឲ្យចំពោះលិញយានរបស់យើងនឹងគឺគិតបំផិតបំផាយដែរនឹងប៊ីសងាប់លិញយានក៏បានឲ្យកូនចៅរបស់គាត់ទីជាសត្វទាំងអស់ហ្នឹងចាប់ផ្ដើមលំពាត់ហើយវាប្រហារមកកាន់វាក៏បានបញ្ជាទៅកាន់បិសាចចររបស់គាត់មួយទៀតបញ្ចេញជាមួយនឹងថាមពលក្រហមសម្រែកដាក់ទៅកាន់វាបង្កើតជាមួយនឹងការស្តាន់ឲ្យសារតែរើក្បានអាការល្អហើយគាត់ក៏បានប្រើជាមួយនឹងភ្លើងប្រឡឹងដុតទៅកាន់បិសាចកំបោរមួយនោះឲ្យវាកាន់តែចុកខ្សោយជាងមុនបន្ទាប់មកប្រើជាមួយនឹងស្គៀបំបាំងកាយរបស់គាត់នៅពីក្រែវាតែការវាប្រហារប៉ុណ្ណឹងមិនអាចធ្វើឲ្យបិសាចកំបោរហ្នឹងគឺបានស្លាប់នោះទេដូច្នោះហើយលិញយានរបស់យើងគាត់នៅតែបន្តការវាយប្រហាររួមដៃជាមួយនឹងកូនចៅរបស់គាត់ជាពិសេសគឺជាភ្លើងប្រឡឹងនឹងហើយប៉ុន្តែកូនចៅរបស់កំបោរជាច្រើនកំពុងតែមើលទីនេះដូច្នោះលិញយានរបស់យើងមិនអាចបញ្ជាពេលបានទេនោះទេគាត់ក៏បានបញ្ចេញជាមួយនឹងចរណាដ៏លឿនរហ័សចាប់កាយទៅកាន់បិសាចកំបោរនឹងស្លាប់ទទួលបានជោគជ័យនិយាយទៅគឺដីស្អាតតែម្ដង